ក្តីស្រឡាញ់ប្រងសម្ដែងថាស្រឡាញ់គឺជាប្រភពនៃសេចក្តីទុក្ខក៏ប៉ុន្តែនៅក្នុងយុវវ័យគេថាស្នេហាឬក៏សេចក្តីស្រឡាញ់ចេះស្រឡាញ់គ្នាទៅជាវិមាននៃសេចក្តីសុខប៉ុន្តែការពិតសេចក្តីស្រឡាញ់គឺជាប្រភពគឺជាតំបន់គ្រោះថ្នាក់នៃជីវិតព្រោះកាលណាស្រឡាញ់យើងទុកចិត្តកាលណាទុកចិត្តអ្វីដែលមិនដូចចិត្តគឺជាហេតុនាំឲ្យកើតទុកមែនឬមិនមែនយើងមើលតែពេលស្រឡាញ់ចុះដូចយុវវ័យឲ្យពេលស្រឡាញ់គ្នារឿងផ្ទាល់ខ្លួនគឺថាបើកកាយឲ្យគេដឹងទាំងអស់ជួនកាលលាកជាមួយម៉ែឪប៉ុន្តែស្មោះជាមួយនឹងអាណាមដែលស្គាល់នោះសោះនិយាយពីស្មោះអូយស្មោះមួយម៉ែឪលាក់បាត់មែនទេហ្នឹងអ្វីដែលយើងបកគលអស់នឹងឯងតទៅគេក្បត់មានន័យថាយើងក៏អស់ស្អីសម្រាប់ខ្លួនឯងដែរអ្វីដែលជួយជាបន្តគឺចងកហ្នឹងបានវារួចទុកលោកទឹកមកពីអីមកពីយើងប្រគល់ទាំងចិត្តទាំងកាយទាំងស្អីក្តីសង្ឃឹមលើតែមនុស្សម្នាក់មែនឬមែនចឹងមានព្រះអង្គមកគេយកប្តីប្រពន្ធណាអាមែនទេព្រះអង្គក៏ឲ្យយកដែរប៉ុន្តែព្រះអង្គឲ្យយកធัวជាសំខាន់ឲ្យសង្គ្រោះគ្នាដោយធัวវិញកុំយកស្រឡាញ់ដោយកាមរាគៈដាក់ពីមុខឲ្យសោះគឺឲ្យយកមេត្តាការរាប់អានពាក្យថាមេត្តាការរាប់អានគិតទៅដល់អនាគតគ្រួសារគិតទៅដល់កូនចៅជាការសំខាន់ប្រសិនបើយើងគិតទៅតាមចិត្តស្រឡាញ់មិនយូរប៉ុន្មានឡើយលោកលឿនខ្លាំងបែកគ្នាក៏ខ្លាំងដែរមែនអត់អាត្មាជាតែកោតញាតិញោមខ្លះក៏ថាកោតការក៏មិនដែលស្គាល់មុខគ្នាទេប៉ុន្តែទៅនៅជាមួយគ្នារហូតដល់ចាស់តក់ស្កើថាមកពីអីជួបគ្នាដោយមិនស្រឡាញ់ដោយកាមរាគៈខ្លាំងពេកដូច្នេះគាត់គ្មានការខកចិត្តសង្ឃឹមពីគ្នាខ្លាំងទេគ្រាន់តែតាមម៉ែតាមឪបង្កើតគ្រួសារមួយគាត់មិនសូវងប់នៅក្នុងកាមរាគៈដូច្នេះចេះរក្សាគ្នាបានឃើញទេដល់តែក្មេងឥឡូវស្រឡាញ់គ្នាខ្លាំងបែកគ្នាក៏ខ្លាំងដែរដូរស្នេហ៍មើលតែដូរស្បែកជើងកាយចោលចិត្តនឹងមកពីអីមកពីគ្មានគេហៅថាគ្មានទស្សនវិស័យទេគ្មានគិតថាកសាងគ្រួសារទេមិនបានស្រឡាញ់ថាមកពីស្រឡាញ់អត់ដឹងហេតុផលអីប៉ុណ្ណឹងមែនញាតិញោមមិនដឹងទេរឿងហ្នឹងសួរក្មេងៗ